លោកជំទាវសុភា Butcher និងស្វាមីបានឧបត្ថម្ភថវិកាចំនួន$5,000អាមេរិកជូនអ៊ំស្រីដែលរងនៅអំពើហិង្សាពីថកែចិត្តអាប្រៃនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលមានខ្លឹមសារទាំងស្រុងដូចតទៅដោយក្តីមេត្តាពីបេះដូងនាងខ្ញុំសូមជួយឧបត្ថម្ភថវិកាចំនួន$5,000អាមេរិកដើម្បីឲ្យគាត់មានដើមទុនចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននិងអាចរស់នៅដោយសេចក្តីថ្លៃថ្នូរនិងមិនចាំបាច់ត្រឡប់ទៅរងការធ្វើបាបឬការមើលងាយពីអ្នកណាទៀតឡើយពេលនាងខ្ញុំបានឃើញទឹកមុខរបស់មីងនិងបានដឹងពីការឈឺចាប់ដែលគាត់បានឆ្លងកាត់ពិតជាធ្វើឲ្យបេះដូងនាងខ្ញុំឈឺចាប់និងស្រក់ទឹកភ្នែកទឹកមុខរបស់គាត់មើលទៅស្លូតបូតសុភាពរាបសារនិងគួរឲ្យអាណិតណាស់ប៉ុន្តែបែរជាត្រូវរងនៅអំពើហិង្សានិងការធ្វើបាបយ៉ាងឃោរឃៅគ្មានមនុស្សណាម្នាក់សមនឹងទទួលរងការវាយដំការប្រមាថឬការជិះជាន់ឡើយមនុស្សដែលកំពុងតែរងទឹកត្រូវការការអាណិតអាសូរក្តីស្រឡាញ់ការគោរពនិងឱកាសដើម្បីចាប់ផ្ដើមជីវិតជាថ្មីសូមបងប្អូនមេត្តាចែករំលែកនៅព័ត៌មាននេះផងប្រសិនបើមីងឬអ្នកដែលស្គាល់គាត់បានឃើញសារនេះសូមឲ្យគាត់តាក់ទងមកក្រុមការងាររបស់នាងខ្ញុំសូមឲ្យសេចក្តីមេត្តានិងសេចក្តីស្រឡាញ់ឈ្នះអំពើហិង្សានិងសូមឲ្យគាត់មានឱកាសចាប់ផ្ដើមជីវិតជាថ្មីដោយសេចក្តីថ្លៃថ្នូរនេះបើតាមការបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់លោកជំទាវសុភា Butcher